ជំរាបសួរអ្នកនរគ្នាស្វាគមន៍សាថ្មីមកកាន់ការសម្រាយរឿងលេខគីយ៉ាងរបស់យើងបន្តទៀតហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តកុំភ្លេចចុច Subscribe ដាក់សញ្ញារូបកណ្ដឹងអ្នកមួយផងអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះផ្ដើមនៅខ្សែរឿងយើងនេះមកយើងបានឃើញថាយ៉ងសុងមានរបស់ខ្លះសម្រាប់ឲ្យលីគីយ៉ងជាមួយនឹងហាយ៉ាននៅ chapter មុនយើងបាត់មុខយ៉ងសុងបាត់ទៅណាហ្នឹងដោយសារតែយ៉ងសុងគឺទៅប្រមូល item ដោយសារតែគ្នាយើងបានដឹងស្រាប់ហើយថាយ៉ងសុងគឺជាអ្នកត្រឡប់ពេលវេលាដូច្នេះហើយយ៉ងសុងនឹងដឹងថាមាន item នៅតាណាអញ្ចឹងទៅអញ្ចឹងប្រិយមិត្តទាំងអស់គ្នាកុំឆ្ងល់ថាយ៉ងសុងនឹងមិនបានដឹងថាមាន item នៅតាណាអញ្ចឹងទៅខណៈពេលនោះដែរយ៉ងសុងបានដក item ដើម្បីយកមកឲ្យលីគីយ៉ងដុងហ្គូហើយនឹងហាយ៉ានឃើញចឹងហើយដុងហ្គូក៏បានស្រែកឡើងថាវ៉ាវតើបងឯងបានពួកហ្នឹងមកពីណាហើយយ៉ងសុងក៏បានឆ្លើយតបវិញថាតែក៏ប៉ុន្តែនៅពេលដែលយើងបានបំបែកគ្នាលើកមុនខ្ញុំបានរកឃើញប្រអប់កំណប់ដោយចៃដន្យហើយវត្ថុដែលខ្ញុំប្រមូលបានទាំងអស់ហ្នឹងគឺខ្ញុំដាក់នៅលើតុនេះទាំងអស់ហើយឌូហ្គូក៏បាននិយាយថាវ៉ាវប្រអប់កំណប់នៅពិភពនេះពិតជាមានរបស់ចម្លែកច្រើនមែនចំណែកលីគីយ៉ងក៏បានគិតក្នុងចិត្តថាដោយអ្វីដែលខ្ញុំបានគិតមែនវាពិតជាចម្រើសតែត្រឹមត្រូវមែនដែលនៅខាងអ្នកដែលត្រឡប់ពេលវេលាហើយយ៉ងសុងក៏បាននិយាយថាបាទអញ្ចឹងអ្នកនរគ្នាមើលវាសិនទៅយើងឃើញថាទីមទាំងអស់នេះគឺមានប្រភេទកម្រចំនួន2ហើយនិងប្រភេទធម្មតាចំនួន1ហើយ item ដែលជាប្រភេទកម្រនោះគឺជាចិញ្ចៀនហើយចិញ្ចៀនហ្នឹងគឺមាន2ខុសគ្នាមួយគឺសម្រាប់ heal ហើយចិញ្ចៀនកម្រមួយទៀតគឺសម្រាប់ ប្រើ shield បានន័យថាការពារហើយចំណែកឯកងដៃប្រភេទមធ្យមនេះវិញនៅពេលដែលបានពាក់វាគឺបូកទៅលើកម្លាំង1ជាមួយនឹងបូកភាពធន់ចំនួន3និយាយទៅនៅក្នុងពិភពគេហ្នឹងគឺគេរាប់ stat បានន័យថា stat ណាគេខ្ពស់ជាងអ្នកហ្នឹងខ្លាំងជាងហើយគេអត់មានកម្រិតអីដូចរឿងផ្សេងទេគឺ stat គេដូចក្នុង game អញ្ចឹងឧទាហរណ៍ថាអ្នកនោះមាន stat កម្លាំង10អញ្ចឹងគេវាយអត់សូវឈឺទេបើអ្នក stat កម្លាំងគេឡើងដល់90 100អីអាហ្នឹងគេវាយខ្លាំងហ្មងម្ដាច់ងាប់អីចឹងទៅនិយាយទៅដូចតែ game Mobile Legends អីដែរទេឬក៏ game ប្រភេទអីផ្សេងដែលមាន stat មានអីដែរដូចប្រភេទ RPG អីចឹងទៅចឹងកុំឲ្យបែកអូហូស្ទឹងច្រើនយើងចូលមកកាន់សាច់រឿងយើងទាំងអស់គ្នាបន្ទាប់មកលីគីយ៉ងក៏បានគិតក្នុងចិត្តថាអាចថាកងដៃហ្នឹងសម្រាប់ឲ្យដុងហ្គូពាក់បន្ទាប់មកដុងហ្គូក៏បានយកកងដៃហ្នឹងពាក់ក៏ដោយសារតែកងដៃហ្នឹងគឺស័ក្តិសមជាមួយនឹងដុងហ្គូខ្លាំងមែនតើដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយថាវាបូក stat អំបញ្ញមិញនេះគឺបូកភាពធន់3ហើយនឹងកម្លាំង1អញ្ចឹងដុងហ្គូគឺជា tank អញ្ចឹងត្រូវការភាពធន់លីគីយ៉ងឲ្យដុងហ្គូពាក់កងដៃហ្នឹងក៏ដោយសារតែលីគីយ៉ងចង់ឲ្យដុងហ្គូគឺប្រើប្រាស់សម្រាប់ធ្វើ tank តែម្ដងបានន័យថាឲ្យ build item tank សុទ្ធបណ្ដោយបន្ទាប់មកលីគីយ៉ងក៏បានគិតក្នុងចិត្តថាចិញ្ចៀន shield គឺប្រើប្រាស់ម៉ាណាដើម្បីធ្វើការបើក shield ហើយនៅក្នុងមួយថ្ងៃយើងអាចប្រើប្រាស់បាន2ដងទោះយ៉ាងណាក៏ដោយitem កងដៃគឺវាបានបូកទៅលើ stat របស់យើងហើយវាមិនអាចប្រៀបធៀបជាមួយនឹងចិញ្ចៀននេះបានទេដោយសារតែកងដៃវាបានបូកទៅលើ stat ប៉ុន្តែចិញ្ចៀនវាអត់បានបូកអីទេវាគ្រាន់តែជួយបើក shield ឲ្យយើងបាន2ដងទេក្នុងមួយថ្ងៃចិញ្ចៀនបរិសុទ្ធនៃការ healing គឺវាល្អដូចគ្នាដែរក៏ប៉ុន្តែខ្ញុំគិតថាវាល្អសម្រាប់ហាយ៉ានពាក់ក្នុងហេតុផលខ្លះខ្ញុំមានអារម្មណ៍ថាបើយើងត្រូវរបួសហាយ៉ានប្រកាសជាប្រើ healing magic ដើម្បីមកជួយយើងហើយមួយទៀតអីមែនថាមួយទៀតពេលឲ្យជានឹងពាក់អញ្ចឹងទៅពាក់ទៅវាគូគ្នាអញ្ចឹងទៅវាដូចគូស្នេហ៍បន្ទាប់មកលីកាយ៉ងក៏បានចង្អុលឲ្យហាយ៉ានយកចិញ្ចៀនហ្នឹងទៅចំណែកលីកាយ៉ងក៏បានយកចិញ្ចៀន shield ដែលចិញ្ចៀនហ្នឹងដូចជាចិញ្ចៀនកូនកំឡោះអញ្ចឹងពាក់ហើយក៏បាននិយាយទៅកាន់យ៉ងសុងថាវាមិនអីណាដែលពួកយើងទទួល item កម្របែបហ្នឹងហើយយ៉ងសុងក៏បានតបទៅវិញថាវាមិនអីទេខ្ញុំក៏មានមួយដែរមែនហើយមួយទៀតបើសិនជាអ្នកនរគ្នាចង់ពាក់ item ដូចគ្នាហ្នឹងពាក់2នោះអ្នកនរគ្នានឹងទទួលបាន effect 2 item ហ្នឹងតែមួយតែប៉ុណ្ណោះចឹងហើយបើខ្ញុំយក item ទាំងអស់ហ្នឹងដើម្បីមកចែកជូនអ្នកទាំងអស់គ្នាហ្នឹងឮចឹងហើយលីកាយ៉ងរបស់យើងក៏បានសួរទៅកាន់យ៉ងសុងថាដោយដែលដុងហ្គូបាននិយាយចឹងពួកយើងអត់បានធ្វើអីច្រើនទេហើយមិនបានជាឲ្យពួកយើងចឹងហើយលីកាយ៉ងក៏បានគិតក្នុងចិត្តថាវាពិតជាសំណាងខ្លាំងហើយលីកាយ៉ងក៏បានអរគុណទៅកាន់យ៉ងសុងឮចឹងហើយយ៉ងសុងក៏បានតបទៅវិញថាមិនចាំបាច់អរគុណខ្ញុំទេហើយអ្នកនរគ្នាមិនចាំបាច់ធ្វើការពិបាកទេទោះយ៉ាងណាក៏ដោយឥឡូវនេះអ្នកនរគ្នាគឺជាមិត្តរួមក្រុមរបស់ខ្ញុំហើយលីកាយ៉ងក៏បានគិតក្នុងចិត្តថាមិត្តរួមក្រុមបន្ទាប់មកលីកាយ៉ងក៏បានគិតក្នុងចិត្តថាយើងមិនមែនជាមនុស្សល្ងងដែលងាយស្រួលបោកប្រាស់ដោយការអំពើល្អបន្តិចបន្តួចនឹងទេ
tờ dòng sông nâng trong ban ấy nè hay là vậy có tên tất chật bụi dân đòi pra là bỏ tiền ngon ní phần đáy vậy thì ngon năng vì mình sủng khăn này vậy đã sủng khăn dòng sông cái chuyện nè tập về về liền tôi chỉ này cái đó bọc đẹp đều chỉ mùi nâng mấy Israel đại chia anh hạ cột legendary magic hai tháng đại miền sầm mặt phiêu đang mong rồi chỉ sạch bật hỏi còn ta sẽ tự bọc nhóm với cứ mình sợ lo thế lơ vì ní cho mình phơi cầm hòn nằm pe cầm phongประมาณđấy vậy tới nhóm mình khu ba đợt lọ lơ vì cái rồng băng tộc còn ta nhóm khôngមានអ្វីផ្សេងក្រៅពីនឹងទៀតទេជាការពិតណានៅក្នុងពិភពលោកនេះប្រកាសជាមានមនុស្សដូចយើងជាច្រើនណាប៉ុន្តែបើសិនជាយងសងចង់បានហាយ៉ានជាមួយនឹងដងគូទៅខាងគាត់វាមិនអាចទៅរួចទេដែលយកពួកគេទៅដោយគ្មានខ្ញុំយងក្រោយយងសងគ្មានជំរើសណាក្រៅពីយកខ្ញុំដើម្បីទៅបញ្ចុះបញ្ចូលពីនៅនឹងទេបើសិនគិតមើលទៅខ្ញុំមានប្រយោជន៍នៅក្នុងទូនាទីជាបុគ្គលិកផ្នែករដ្ឋបាលនៅក្នុងអាណាចក្ររបស់យងសងនៅពេលអនាគតបន្ទាប់ពីពេលដែលលីកយ៉ងបានកើតរួចលីកយ៉ងក៏បាននិយាយទៅកាន់យងសងថាត្រូវហើយពួកយើងគឺជាមិត្តរួមក្រុមបន្តមកលីកយ៉ងក៏បានកើតក្នុងចិត្តថាល្អណាស់មិត្តរួមក្រុមដែលការពារនិងជួយមើលថែគ្នាទៅវិញទៅមកវាមានអារម្មណ៍ថាពួកយើងមានភាពជិតស្និទ្ធជាងមុនបន្តិចហើយសូមទោសផងអ្នកនរគ្នាដូចខ្ញុំនិយាយប្រាប់អញ្ចឹងខ្ញុំនិយាយតឡានទេអញ្ចឹងកន្លែងខ្លះខ្ញុំពិបាកកែវាពេកខ្ញុំដាក់ទាំងដុលអញ្ចឹងទៅមិនបាក់កែវានិយាយខុសច្រើនដងពេកបកមកស្អីរឿងជាងវិញលីកយ៉ងក៏បានគិតទៀតថាវានឹងពិបាកនៅក្នុងការតាមឲ្យតាន់បន្តិចមែនក៏ប៉ុន្តែខ្ញុំនឹងបន្តតាមមិនថាមានរឿងអ្វីក៏ឡើងក៏ដោយក៏ដើម្បីតែប្រមូលផលចំណេញបន្តិចម្ដងនៅហើយគឺជាវិធីដែលត្រឹមត្រូវស្រាប់តែដងគូក៏បាននិយាយឡើងថាល្អបងនិយាយបានល្អណាស់បងប៉ុន្តែតែពេលណាពួកយើងរៀបផែនការទៅឃ្លៀរដងជាន់បន្ទាប់ពីបានលើដងគូនិយាយហើយយ៉ងសងក៏បានតទៅវិញថាខ្ញុំគិតថាពួកយើងគួរតែចាក់ចែងឲ្យបានឆាប់បំផុតតាមតែធ្វើទៅបានប៉ុន្តែខ្ញុំមានអារម្មណ៍ថាមិនសូវល្អទេចំពោះក្រុមចុងជីនហូហើយដើម្បីជាការប្រុងប្រយ័ត្នខ្ញុំចង់ឲ្យអ្នកនរគ្នាគិតថាពួកយើងនៅតែប្រឈមមុខជាមួយនឹងក្រុមចុងជីនហូចាប់ទៅពួកគេមិនមែនជាមិត្តរួមក្រុមទេប៉ុន្តែគឺជាសត្រូវលើចឹងហើយដងគូក៏បានតទៅវិញថាខ្ញុំក៏មានអារម្មណ៍ថាមិនស្ងប់ចិត្តដែរក៏ប៉ុន្តែតើរបស់ឯងពិតជាគិតថាពួកគេនឹងខ្លាចទៅជាសត្រូវរបស់យើងមែនទេក្រោយពីបានស្ដាប់ដងគូសួរហើយយ៉ងសងក៏បានតទៅវិញថាបាទប្រហែលជាវាមិនអីទេឥឡូវហ្នឹងប៉ុន្តែយើងគួរតែរៀបចំទុកជាមុនហើយបានល្អហើយក៏យើងមិនដឹងថាពួកគេធ្លាប់ធ្វើពីមុនមកផងដែរឬក៏ពួកយើងក៏មិនដឹងថាមានរេកើតឡើងដែរនៅពេលដែលយើងទៅឃ្លៀរដងជាន់ជាមួយពួកគេហ្នឹងលើយងសងនិយាយចឹងហើយដូគូក៏បាននិយាយទៅកាន់លីគីយ៉ុងថាខណៈពេលនេះយើងនៅជុំគ្នាអញ្ចឹងពួកយើងគួរតែលើកទឹកចិត្តគ្នាឲ្យសប្បាយតែម្ដងអ្នកគ្នាមកជុំគ្នានៅទីនេះហើយរក13ហើយពេលដែលយើងរក13ហើយពួកយើងនិយាយថាតោះធ្វើវាដងគូនិយាយរួចក៏នាំគ្នាមកជុំគ្នាដើម្បីលើកទឹកចិត្តគ្នាតាមរបៀបមិត្តរួមក្រុមហើយក៏បានរក13ហើយក៏បាននិយាយប្រំគ្នាថាតើពួកយើងធ្វើវាហើយលីគីយ៉ុងក៏បានកើតក្នុងចិត្តថាចុងជីនហូឯងចាំមើលទៅឯងត្រៀមខ្លួនទទួលការកាត់ក្តីចេញពីមនុស្សដែលត្រឡប់ពេលវេលាទៅយើងនឹងរៀបចំឈុតឆាកដ៏ល្អមួយសម្រាប់ឯងក្រោយពេលដែលលីគីយ៉ុងបានគិតរួចសេរីបានកាន់មកដល់ជីនហូវិញហើយក៏បានលើសំឡេងមួយដែលជាសំឡេងរបស់សុកវូបានសួរទៅកាន់ជីនហូថាបងជីនហូតើពួកយើងនឹងត្រូវទៅរ៉ែដងជន់ជាមួយនឹងក្រុមរបស់លីគីយ៉ុងមែនលើសុកវូនិយាយចឹងហើយជីនហូក៏បានតទៅវិញថាហាសុកវូemគិតថានេះជាឱកាសរបស់យើងទេពួកយើងនឹងរងចាំឱកាសហើយសម្រាប់ពួកគេត្រឹមតែមួយស្នៀតតែប៉ុណ្ណោះខណៈពេលនោះយងសងក៏បានដើរមកដល់ហើយក៏បាននិយាយទៅកាន់ពួកនោះថាសំទោសផងដែលធ្វើឲ្យអ្នកចាំហើយប្រសុកហោនឹងក៏បាននិយាយទៅកាន់យងសងវិញថាហារ៉ុនសួស្ដីលោកយងសងរីណាដែលបានឃើញអ្នកទាំងអស់គ្នាហើយយងសងក៏បានតបទៅវិញថាអរគុណអ្នកហើយដែលបានទទួលយកការស្នើសុំរបស់ពួកយើងលើចឹងហើយជីនហូក៏បាននិយាយទៅវិញថាអត់ដែរទេព្រោះយើងមានកម្រងចង់ទៅរកដងជន់ហ្នឹងដែរណាដើម្បីទៅរកតម្រុយខ្លះហ្នឹងហើយមួយយ៉ាងវិញទៀតពួកយើងទេដែលអ្នកជាគួរតែអរគុណទៅកាន់យងសុងឯងហើយលីគីយ៉ុងក៏បានសម្លោតទៅមើលអាប៉ែហ្នឹងហើយក៏ក្នុងចិត្តថាអាចអត់ទេលីគីយ៉ុងក៏ថាអាប៉ែហ្នឹងជាគិតកោបន្ទាប់មកសាច់រឿងក៏បានកាន់នៅពេលដែលពួកនឹងទៅរ៉ែតនៅក្នុងដងជន់ហើយអាប៉ែជីនហូហ្នឹងដើរបណ្ដានិយាយជាមួយលីគីយ៉ុងម្ដងមើលទៅក្រុមរបស់ប្រហែលដើរមើលពេញនឹងអស់ហ្នឹងហើយខ្ញុំមិនដែលគិតថាមានដងជន់នៅខាងក្រោមហ្នឹងទៀតទេហើយលីកខ្ញុំក៏បានតបវិញថាពួកយើងទំទៅរកឃើញដោយចៃដន្យដែរហ្នឹងហើយក៏បន្តនិយាយជាច្រើនទៀតដែលមានសុំអត់លើកមិននិយាយទេដោយសារតែ
វាដែលទេនិយាយទៅពួកហ្នឹងនិយាយអំពីការដំបងហ្នឹងវាមានស្វាយហើយនឹងថាងហ្នឹងនិយាយទៅអត់មានបានបញ្ចូលឲ្យអស់ហើយចឹងបាច់តែម្ដងទៀតទេចាំនិយាយតែកន្លែងចំណុចសំខាន់បានហើយបន្តមកហាយ៉ាន់ក៏បានដើរទៅចិត្តលីគីយ៉ុងហើយជីនហូក៏បាននិយាយបង្អាប់ទៅលីគីយ៉ុងដែរបើខ្ញុំគិតពីវាមើលទៅប្រឯងហើយនឹងកញ្ញាហាយ៉ាហ្នឹងមើលទៅដូចជាស្និទ្ធស្នាលគ្នាដល់ហើយអ្នកទាំងពីរប្រហែលជាហើយលីគីយ៉ុងឬជីនហូបង្អាប់ចឹងហើយក៏រៀបនឹងប្រកែកប៉ុន្តែមើលទៅកាន់ហាយ៉ាន់កំពុងតែអៀនមែនតែនហើយលីគីយ៉ុងក៏បានគិតបន្តិចចង្រៃយោអាប្រកែកនឹងជាអ្នកចាប់គូដែរហ្នឹងនិយាយទៅអ្នកចាប់គូពេលហ្នឹងមាន2នាក់ហើយដងគូហើយនឹងអាប៉ែជីនហូហ្នឹងជួយម៉ែអញដឹងនិយាយថាម៉េចនេះគួរតែនិយាយថាពួកយើងស្និទ្ធស្នាលដូចបងប្អូនហើយកំពុងតែបង្កើនទំនាក់ទំនងចង្រៃយោហើយតែបងជិះកាត់រឿងហ្នឹងយល់ណាវាជារឿងពិតតែខ្ញុំកំពុងតែមានទំនាក់ទំនងជាមួយនឹងហាយ៉ានចិត្តស្និទ្ធទៅបើអញ្ចឹងទៅហើយនោះគិតប៉ុណ្ណឹងហើយលីខ្ញុំក៏បាននិយាយឡើងថាបាទអ្វីដែលអ្នកឯងកំពុងតែគិតហ្នឹងគឺត្រឹមត្រូវហើយនិយាយរួចលីខ្ញុំក៏បានគេក្នុងចិត្តថាឥឡូវយើងបញ្ចប់វាហើយអា2 3នាក់ហ្នឹងក៏បានប្រអាប់ទៅលើលីខ្ញុំយើងបន្ថែមទៀតវ៉ាវប្រូខុសផលលយមែនពិតជាស្វីតមែនតើបាទរីឯអ្នកដែលមិនសប្បាយចិត្តវិញមានតែសុកវូទេតែអាប៉ែហ្នឹងកំពុងតែតាមស្នេហាយ៉ានហ្នឹងហើយយកពីពេលហ្នឹងទៅអាប៉ែហ្នឹងស្អប់លីខ្ញុំកាន់តែខ្លាំងហើយដោយសារតែអញ្ចឹងសុកវូយើងឥឡូវធ្លាក់ខ្លួនមកដល់ស្នេហ៍សង្សារគេហើយបាទហើយចំណែកឯគូស្នេហ៍ដែលអាកម្មកកគ្នានេះវិញបាទគូស្នេហ៍នេះមានតែខាងស្រីទេដែលស្រឡាញ់ខាងប្រុសដែលខាងប្រុសអត់ស្រឡាញ់ទេគ្រាន់តែសម្ដែងសុទ្ធគ្រាន់តែមើលមុខក៏ដឹងថាសម្ដែងណាហើយលីខ្ញុំក៏បានកើតក្នុងចិត្តថាចុងជីនសូអាឆ្កែនេះបន្តមកយងសុងក៏បាននិយាយទៅកាន់គ្រប់គ្នាថាខ្ញុំគិតថាយើងចិត្តមកដល់ហើយនោះនៅខាងនោះតោះពួកយើងធ្វើដំណើរចូលទៅនិយាយរួចក៏នាំគ្នាដើរចុះទៅក្រោមហ្នឹងទៅហើយយើងសង្កេតឃើញថាលីកាយ៉ុងកំពុងតែយកចិត្តទុកដាក់ជាមួយហាយ៉ានខ្លាំងមែនតើនៅពេលដែលដល់ទ្វារមួយឌុងគូក៏បានបើកទ្វារហ្នឹងឡើងហើយក៏បានលោតផ្ទាំងខ្វេះដែលមានឋានៈជាកម្រហើយផ្ទាំងខ្វេះហ្នឹងគឺលោតគ្រប់គ្នាដែលបានចូលទៅក្នុងបន្ទប់ហ្នឹងស្រាប់តែភ្លាមនោះក៏មានចេញ boss នៅក្នុងដងជន់ហ្នឹងក៏បានចេញមកហើយ boss ហ្នឹងគឺមានក្បាល3ហើយ boss ហ្នឹងក៏បានស្រែកមួយវ៉ាស់ហើយ boss ហ្នឹងមិនមែនស្រែកលេងៗទេគឺវាស្រែកហៅកូនចៅរបស់វាមកដើម្បីធ្វើការមកប្រយុទ្ធជាមួយនឹងក្រុមរបស់លីកាយ៉ុងហើយលីកាយ៉ុងក៏បានកើតក្នុងចិត្តថាស្អីគេហ្នឹងមកដល់ត្រឹមនេះចែកថានេះក៏ត្រូវបានបញ្ចប់អញ្ចឹងកុំភ្លេចចុច Subscribe ដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអញ្ចឹងបាយបាយអ្នកនរគ្នាជម្រាបលាបាទ